Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងមករៀនមេរៀនថ្មីមួយទៀតដែលយើងនឹងនិយាយអំពីការធ្វើការកត់ត្រានៅផលិតផលឬក៏សមិទ្ធផលដែលយើងបានធ្វើនៅក្នុងសហគមន៍តាមរយៈគម្រោងមួយដែលមានរយៈពេល7ឆ្នាំដែលចាប់ផ្ដើមពីឆ្នាំ2024រហូតដល់ឆ្នាំ2030អញ្ចឹងថ្ងៃនេះយើងនឹងមករៀន4 topic ទី1ទាក់ទងនឹង create table ទី2យើងធ្វើ hyperlink ទី3យើងធ្វើរូបមន្ត count if ហើយនឹងទី4យើងធ្វើរូបមន្ត sum if អូខេអញ្ចឹងយើងនឹងទៅម្ដងមួយតាមអ្វីដែលយើងបានគ្រោងទុកអូខេឥឡូវយើងថាយើងបង្កើត table អូខេឥឡូវខ្ញុំ copy ត្រឹមនេះមួយមកដើម្បីយកមកធ្វើ table ជា example ឲ្យអ្នកទាំងអស់គ្នាមើលអូខេបើក sheet ថ្មីហើយយើង control V មានន័យថាយើង paste របស់វាអញ្ចឹងមានថាកន្លែងនេះយើង select ដើម្បីបង្កើត table អញ្ចឹងដើម្បីបង្កើត table អ្នកគ្រាន់តែចុច control T អញ្ចឹងវាចេញហើយយើងថា my table has a header អញ្ចឹងយើង click វាមកហើយ click OK អូខេអញ្ចឹងយើងអាចពង្រីកវាតាមទំហំដែលយើងត្រូវការមកអូខេឥឡូវយើងបានអញ្ចឹងហើយប៉ុន្តែដើម្បីឲ្យតារាងយើងមានលក្ខណៈស្វ័យប្រវត្តិនៅក្នុងការដាក់បន្ទាត់ជុំវិញអញ្ចឹងយើងមកធ្វើទាំងអស់គ្នាអញ្ចឹងយើង select នៅកន្លែងនេះហើយយើងនៅកន្លែងនេះយើងដាក់សញ្ញាចុច2ហើយភាសាអង់គ្លេសថា column អញ្ចឹងយើងដាក់ column មកដល់ F យើងថាតារាងរបស់យើងនឹងគ្រប់គ្រងទិន្នន័យរហូតដល់20000 20000គាត់អូខេយើងជាឧទាហរណ៍ប៉ុន្តែនេះអាចបន្ថែមទៀតបានបើក្នុងករណីវាមានច្រើនអញ្ចឹងយើង enter វាមកអញ្ចឹងវា select ឲ្យយើងពី A5 ដល់ F 20000អញ្ចឹងដើម្បីសិតតារាងជាលក្ខណៈស្វ័យប្រវត្តិយើងចូលទៅកន្លែង conditional formatting ដើម្បី format វាអូខេអញ្ចឹងយើងចុចវាទៅហើយចុច new rule អូខេ new rule នេះយើងមានច្រើននៅក្នុងកន្លែង new rule នេះប៉ុន្តែយើងប្រើកន្លែងនេះមួយគេថា use a formula to determine which cell to format អូខេអញ្ចឹងយើង click លើវាមកវាចេញថា format value where is the formula is true អូខេអញ្ចឹងយើងដាក់កន្លែងនេះមកយើងវាយសញ្ញាស្មើហើយដោយសារតារាងរបស់យើងចាប់ពី A5 ទៅយើងដាក់សញ្ញា optional សញ្ញាដុល្លារមួយមកវាជា optional មានថាយើងចាប់ពី column A5 ទៅអញ្ចឹងយើងដាក់ A5 យើងវាយ A5 មកហើយយើងដាក់វាវាយសញ្ញាតូចនិងសញ្ញាធំជាមួយគ្នាមកហើយយើងដាក់សញ្ញាទទេហើយយើងចូលទៅ format អញ្ចឹងយើងចង់ដាក់បន្ទាត់អញ្ចឹងបន្ទាត់របស់យើងអាចថាមានពណ៌ចុះតែយើងមានពណ៌នេះអញ្ចឹងហើយយើងយកកន្លែងនេះ outline ហើយយើងចុច OK ហើយយើង click OK ទៀតអញ្ចឹងតារាងយើង set រួចហើយប៉ុន្តែវាអត់ទាន់ effective ទេដោយសារតែវាត្រូវការព័ត៌មានបន្ថែមទៀតដោយសារ A5 នេះវាអត់មានអីទេអត់ទាន់មានព័ត៌មានអញ្ចឹងឥឡូវយើងដាក់ព័ត៌មានលេខ1អញ្ចឹងតារាងរបស់យើងចេញហើយអញ្ចឹងលេខ1លេខ2លេខ3អូខេអញ្ចឹងយើងអ្នកតោះនេះឃើញតារាងរបស់យើងគឺ automatic អូខេវាចេញមក automatic ហើយអា table នេះវានៅពេលដែលអ្នកមានព័ត៌មានបន្ថែមវានឹងពង្រីកឲ្យទៅតាមនឹងអូខេអរគុណច្រើនឥឡូវរឿងទី1ទាក់ទងនឹង create table ហើយនឹង create table ហ្នឹងគឺបានចប់សពគ្រប់ហើយឥឡូវយើងមកធ្វើ hyperlink អូខេកន្លែងនេះយើងអាចcontrol K ហើយ remove hyperlink ចេញ remove វាចោលសិនអូខេអញ្ចឹងយើងមកធ្វើ hyperlink ភាសាទៀតដោយយើងប្រើ control K ដដែលហើយយើងដាក់នៅក្នុង latrine ហើយ cell យើងដាក់នៅ A ណាដាក់នៅកន្លែងណាក៏បានសាចិត្តប៉ុន្តែពេលនេះខ្ញុំដាក់នៅ A4 អញ្ចឹង A4 ហើយខ្ញុំ click OK អញ្ចឹងនៅពេលខ្ញុំ click លើនេះអញ្ចឹងវារត់មកលើ A4 អូខេហើយកន្លែងនេះយើង go back
go back វាទៅកន្លែងនេះវិញអូខេអញ្ចឹងយើងត្រឡប់មក Latin វិញដើម្បី set up អានេះអូខេ set up អានេះhyperlink ឲ្យវាត្រឡប់ទៅកន្លែង summary វិញអញ្ចឹងយើង control K ដដែលហើយកន្លែងនេះយើងដាក់ថា summary អញ្ចឹង B នៅ BH អញ្ចឹងយើង select BH មកយើង click OK អូខេអញ្ចឹងពេលយើង go back វារត់ទៅ BH ឲ្យយើងស្រាប់អូខេឥឡូវតើតើនឹង hyperlink បានចប់ហើយឥឡូវយើងមកមើល count if ម្ដងអានេះព័ត៌មានស្រាប់ឥឡូវខ្ញុំលុបនេះមួយចោលដើម្បីយើងគណនាអស់គ្នាយើងមុននឹងគណនាយើងមកមើលលក្ខណៈសម្បត្តិរបស់តារាងhousehold latrine សិនតើវាយ៉ាងម៉េចយើងចូលទៅឃើញថាមានឈ្មោះរាយមុខមានឈ្មោះអ្នកទទួលផលម្នាក់ហើយមានភូមិផ្សេងគ្នាចឹងអូមកតែកន្លែងនេះនៅភូមិស្អីចឹងមកប៉ុន្តែនៅស្រុកឆ្លងតែមួយហើយអានេះឆ្នាំដែលយើងបានធ្វើប្រគុណអនាម័យឲ្យតាមគ្រួសារអញ្ចឹងនៅក្នុងនេះយើងនឹងគណនារាប់តើក្នុងឆ្នាំ2024យើងបានផ្ដល់ប្រគុណអនាម័យទៅឲ្យគ្រួសារបានចំនួនប្រមាណអញ្ចឹងយើងចូលមក summary ដើម្បីយើងបង្ហាញនេះយើងប្រើរូបមន្ត count if ដូចក្នុង slide ដែលយើងបានបង្ហាញពីដើមទីយើងវាយសញ្ញាស្មើ count if យើងបើកវងកញ្ចក់មកយើងមើលក្នុង count if function គេឲ្យយើងមានពីរករណីទី1គឺ rank ទី2គឺ criteria rank គឺស្អីគេ rank គឺអ្នក physical ជានេះអញ្ចឹងយើងចូលទៅ latrine យើង select អានេះមកដើម្បី select លឿនអ្នកទាំងអស់គ្នាចុច control ចុច shift ចុច control ហើយចុចអាសញ្ញា arrow down នឹងមកអញ្ចឹងវាដល់ឲ្យយើងហើយអូខេវាចេញ latrine ឲ្យប៉ុន្តែវាចេញនេះដោយសារតែយើងមានសិតតារាងអីផ្សេងទៀតអញ្ចឹងយើង select ចោលមករហូតដល់ចេញឈ្មោះtable ឃើញអត់ដល់ពេលយើង select វាគ្រប់វាចេញឈ្មោះ table អញ្ចឹងយើង select មក table latrine តាមសារពើពន្ធហើយយើងចុចF4 មកដើម្បី absolute វាអញ្ចឹងហើយយើងចុច comma ដើម្បីយើងបន្តទៅយកមកលក្ខខណ្ឌទៀតគឺ criteria គឺយើង set នៅក្នុង summary sheet អញ្ចឹងយើងយកឆ្នាំ2024ឆ្នាំ2024នេះគឺនៅក្នុង column D បើសិនជាអ្នកអូសចុះក្រោមវានឹងអាចនេះផ្សេងទៀតបើសិនជាអូសទៅចេះវានឹងគណនាឲ្យយើងអញ្ចឹងយើង enter វាមកអូខេអញ្ចឹងចេញ78អញ្ចឹងយើង copy វាមកអូខេហើយយើង control V អូខេយើងមើលឆ្នាំ2024នេះវា78ឆ្នាំ2025វា44ឥឡូវយើងចូលមកមើលក្នុងនេះជាក់ស្ដែងតើវាអញ្ចឹងមែនឬក៏អត់អញ្ចឹងកន្លែងនេះយើងរាប់ឆ្នាំ2024អូខេ78អូខេ2025គេ44អញ្ចឹងមើលនៅក្នុង summary ដូចគ្នាអូខេអញ្ចឹងកន្លែងនេះគឺយើងអាចគណនាដូចគ្នាអញ្ចឹងមកហ្នឹងហើយដល់ពេលដែលយើងអ្នកនរគ្នាគណនាមកកន្លែងយើង copy មកដោយសារនេះវាជា table អញ្ចឹងវាចាប់តាមកលំឲ្យរៀងខ្លួនអូខេយើងមិនបាច់ប្រើ F4 ក៏បានដែរហ្នឹងហើយអូខេអរគុណច្រើនអូខេនៅចំណុចចុងក្រោយគឺ sum if ប៉ុន្តែមុននឹងធ្វើរូបមន្ត sum if យើងលុបវាចោលសិនដើម្បីយើងធ្វើទាំងអស់គ្នាប៉ុន្តែយើងចូលមើលលក្ខណៈដោយសារនេះក្នុង template យើងចូលក្នុង template នេះយើងចុចពីកន្លែងនេះមកដោយសារនេះយើងអត់ទាន់ធ្វើ hyperlink អញ្ចឹងយើងធ្វើ hyperlink វាមក control K យើងចូលទៅ template ហើយដាក់នៅក្នុង A4 អូខេអូខេអញ្ចឹងយើង click ទៅ template អញ្ចឹងយើងមើលនៅក្នុង template ទិន្នន័យ template គឺមានឆ្នាំសារពើពន្ធនិងមានចំនួនអញ្ចឹងក្នុងករណីយើងអាចប្រើ count បានទេ count យើងរាប់អានេះប៉ុន្តែអានេះដោយសារនេះមានចំនួនអញ្ចឹងយើងប្រើរូបមន្តមួយទៀតគឺ sum if អូខេអញ្ចឹងយើងមើលលក្ខណៈសម្បត្តិរបស់តារាងដើម្បីតែយើងត្រូវប្រើយកស្អីមកប្រើក្នុងការគណនាសមិទ្ធផលដែលយើងបានធ្វើនៅក្នុងឆ្នាំនិងបានផ្ដល់ឲ្យបានធ្វើនៅក្នុងមួយឆ្នាំអូខេអញ្ចឹងយើង
នេះយើងត្រឡប់មក summary វិញកន្លែងនេះយើងប្រើរូបមន្តមួយ sum if តើវងកញ្ចក់យើងមើលរូបមន្តលក្ខណៈសម្បត្តិរូបមន្តទី1គេឲ្យយើងយក sum rank ទី2 criteria rank ទី3 criteria អូខេអញ្ចឹងយើងចូលមក template sum rank គឺនៅកន្លែងណានេះគឺនៅនេះហើយអ្នកនរគ្នាគ្រាន់តែចុច control ហើយនឹង shift មកហើយចុច arrow down វាចុះមកដល់ខាងក្រោមហើយយើងចុច F4 មួយមកដើម្បី absolute វាហើយយើង comma មួយមកហើយយើងចូលមកសាច់រឿងទៀតគឺ criteria rank អញ្ចឹងកន្លែងនេះយើងដូចគ្នាមកគេ control ចុច shift មកហើយ arrow down ដូចគ្នាមកហើយចុច F4 ដូចគ្នាមកហើយ comma ហើយយើងទៅ set up criteria គឺឆ្នាំ2024អូខេអញ្ចឹងយើង enter មកដោយសារយើង set table ហើយយើងមិនបាច់ absolute ខាងលើទៅទៀតអូខេអរគុណច្រើនយើង enter copy អូខេអញ្ចឹងយើងលុបកន្លែងនេះចោលដើម្បីតេស្តមើលតើរូបមន្តយើងដើរឬក៏អត់អូខេយើងគាត់កន្លែងនេះមក control C ហើយកន្លែងនេះយើង copy វាមកហើយ control V ដើម្បី paste វាអូខេឃើញទេតារាងរបស់យើងគឺ set up គណនាឲ្យ automatic ហើយនេះអ្នកទាំងអស់អាចធ្វើបន្តទៀតបានចុច control K មកហើយចូលមក file មកហើយដាក់ទៅ A4 ដូចគ្នានេះដូចគ្នា building មកហើយយើងចូលមក A4 ដូចគ្នាហើយនេះដូចគ្នាដែរ control K ចូលមក latrine ហើយ A4 អញ្ចឹងយើងបានរួចអស់ហើយអញ្ចឹងបើយើងចង់ click ទៅ household well យើងគ្រាន់តែ click វាទៅវាមក household well អូខេយើងត្រឡប់ទៅវិញដើម្បី click អាផ្សេងទៀតអូខេវាមកនេះត្រឡប់ទៅវិញអានេះត្រឡប់ទៅវិញអូខេអញ្ចឹងកិច្ចការរបស់យើងគឺបានចប់សពគ្រប់ហើយបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់បានមេរៀននេះយកទៅអនុវត្តជាឯកសារយកទៅអនុវត្តអាច request បានតាមរយៈលេខព័ត៌មានទំនាក់ទំនងនៅក្នុងនោះមាន Telegram ហើយមានលេខទូរស័ព្ទហើយបើតាម Telegram ងាយដោយសារយើងអាចផ្ញើ file តាម Telegram ទៅលឿនអូខេអរគុណច្រើនចំពោះការចាប់អារម្មណ៍ហើយបើអ្នកពេញចិត្តជួយ like ជួយ subscribe ផងអរគុណច្រើនជម្រាបលា